សួស្តីបងប្អូនទាំងអស់គ្នាថ្មីនេះខ្ញុំមានសិស្សម្នាក់គាត់កម្ពស់2ម៉ែត្រគីឡូគាត់123គីឡូចាស់ស្ដែងទៅគាត់មានបញ្ហាមួយគឺបញ្ហាទ្រឹងគីឡូគាត់ទ្រឹងគីឡូ6ខែមកហើយគឺគាត់ព្យាយាមសក់គីឡូយ៉ាងណាក៏អត់សក់ដែរនៅក្នុងហ្នឹងអ្វីដែលគាត់ធ្វើគឺគាត់ព្យាយាម fasting ហើយគាត់ព្យាយាមទៅ work out ហាត់ប្រាណតែលទ្ធផលគឺអត់បានដូចចិត្តទេដោយសារអីដោយសារតែគាត់អត់មានកម្លាំងនៅក្នុងការហាត់ប្រាណដោយសារតែគាត់ fasting យូរពេកចឹងនៅក្នុងហ្នឹងសម្រាប់បងប្អូនដែលគាត់ចង់ធ្វើការសម្រគីឡូហើយគាត់ទ្រឹងគីឡូអ្វីដែលជាយោបល់របស់ខ្ញុំគាត់គួរតែប្រឹក្សាជាមួយអ្នកជំនាញដែលមានបទពិសោធន៍នៅក្នុងការសម្រគីឡូព្រោះចាស់ស្អាតឥឡូវហ្នឹងសិស្សរបស់ខ្ញុំហ្នឹងគាត់123គីឡូរយៈពេល3ថ្ងៃគាត់អាចស្រកបាន2គីឡូ8ខាំព្រឹកមិញនេះលទ្ធផលចេញមកគឺគាត់ស្រក2គីឡូ8ខាំរយៈពេល13ថ្ងៃដោយការរៀបចំរបបអាហារហើយកម្លាំងនៃការហាត់ប្រាណរបស់គាត់ក៏ល្អប្រសើរច្រើនដែរអញ្ចឹងអ្នកណាគេខ្លះចង់ស្រកគីឡូអាច inbox បាទណាអរគុណ